ល្អខ្លាំងសម្រាប់ដំណាំត្រេនបើមានស្រះទឹកចិញ្ចឹមត្រីទៅហើយយើងបូមស្រោចទៅល្អខ្លាំងកាលណាតែត្រីវាសុខភាពល្អអីល្អបានន័យថាយើងបូមទឹកនឹងទៅស្រោចត្រេនយើងក៏វាល្អដែរ ជាជាងទុកស្រះឲ្យទំនេរលោកលីជាងកសិករដាំទុរេននៅភូមិបៃអន្លង់ខេត្តកំពង់ចាមកំពុងទាញយកប្រយោជន៍និងផលចំណេញជាច្រើនពីការចិញ្ចឹមត្រីបន្ថែមនៅក្នុងនោះដោយពាក្យចាស់លោកថាទីណាមានទឹកទីនោះមានត្រីលោកលីជាងចិញ្ចឹមត្រីអណ្ដែងត្រីពោត្រីប្រាលោកធ្វើបែបនេះអស់រយៈពេល 6 ឆ្នាំមកហើយកាលណាបើដាក់ម៉ាស៊ីនពីអូបូមឡើងមកផងស្រោចផងធ្វើឲ្យអស់ប្រេងច្រើនអញ្ចឹងក៏សម្រាប់ចិត្តថាជីស្រះយើងប្រើម៉ាស៊ីន បូមពីអូមកចូលហ្នឹងហើយបានដាក់ម៉ាស៊ីនមួយទៀតបូមស្រោចវាលឿនព្រោះយើងមានអាស្តុកស្រាប់ស្រោចមកផ្លែរួចចំណេញប្រេងច្រើនបើយើងបូម direct មកអស់ម្ដងមកកានកន្លែងដោយសារយើងទឹកយើងបូមចេញចូលអញ្ចឹងក៏កើតគំនិតមួយថាដាក់ត្រីទៅយើងបានហូបនេះឆ្ងាញ់ជាងត្រីទលេទៀតព្រោះដោយសារយើងអាហារូបត្ថម្ភទៅឲ្យវាគ្រប់លក្ខណៈទាំងអស់មានភាគច្រើនគឺដាក់ត្រី ដល់វាស៊ីឆ្អែតទៅវាមិនជុះវាមួកត្រីហ្នឹងមិនក្នុងទឹកហ្នឹងដូចវាគោហ្នឹងណាទឹក 4 ម៉ែត្រល្អក់នេះបូមពីអូមកវិញហ្នឹងបូមពីអូមកចូលនេះបានបូមមកនេះទៅស្រោចស្រពក្នុងត្រេនយើងវាផ្លាស់ប្ដូរលោតវាវិលជុំត្រីល្អសុខភាពវាល្អមើលអត់មានងាប់មួយឲ្យពាត់ធំណាមួយយើងដឹងពីគុណភាពទឹកស្រះរបស់យើង បានទាំងត្រីបានទាំងបច្ចេកទេសថ្មីក្នុងការស្រោចស្រពអាចថាស្រះនេះគឺជាអាងស្តុកទឹកផងនិងជាកន្លែងតេស្តគុណភាពទឹកផងមុននឹងយកទៅស្រោចស្រពលើដំណាំទុរេនវិធីតេស្តរបស់លោកគឺសាមញ្ញបំផុតកាលណាតែត្រីវាសុខភាពល្អអីល្អបានន័យថាយើងបូមទឹកទៅស្រោចទុរេនយើងក៏វាល្អដែរបើសិនជាទឹកនឹងមានបញ្ហាត្រីវាងាប់ហើយអញ្ចឹងកាលណាត្រីងាប់ត្រីអីទៅ យើងចាប់អារម្មណ៍ថាទឹកហ្នឹងវាមានបញ្ហាអញ្ចឹងយើងអាចដាក់ផ្តាមដាក់អីទៅចាំស្រោចទៅអាហ្នឹងបានសុខភាពដើមត្រេនយើងវាល្អខ្លាំងសម្រាប់ដំណាំត្រេនបើមានស្រះទឹកចិញ្ចឹមត្រីទៅហើយយើងបូមស្រោចទៅល្អខ្លាំងកាត់បន្ថយជីច្រើន គំនិតច្នៃប្រឌិតនេះធ្វើឲ្យលោកលីជាងចំណេញទាំងពេលវេលានិងថវិកាពិសេសទៅទៀតនោះគឺទទួលបានទឹកយកទៅស្រោចស្រពទុរេនដោយមានទំនុកចិត្តតើលោកអ្នកយល់យ៉ាងណាដែរចំពោះគំនិតច្នៃប្រឌិតមួយនេះ